ប្រទេសចិនស្ទើរតែត្រួតត្រាលើពិភពលោកទាំងមូលក្នុងទសវត្សរ៍ឆ្នាំ1400នៃកំឡុងរាជវង្សមីងប្រទេសចិនគឺជាមហាអំណាចសកលមួយដែលមានភាពរុងរឿងបំផុតផ្នែកជំនួញវប្បធម៌និងជោគជ័យក្នុងការរុករកដែនសមុទ្រជាច្រើនផងដែរក្រោមការដឹកនាំរបស់ឧត្តមនាវីឯកជឹងហួរចិនបានក្លាយជាប្រទេសឈានមុខគេក្នុងការសាងសង់កប៉ាល់និងនាវាចរព្រមទាំងបានបញ្ជូនកងនាវាធំៗជាច្រើនទៅកាន់ទ្វីបអាហ្វ្រិកមជ្ឈិមបូព៌ានិងអាស៊ីអាគ្នេយ៍ប្រសិនបើចិនបន្តបេសកកម្មក្រៅប្រទេសឬបេសកកម្មរុករករបស់ខ្លួនបន្តទៀតគេជឿថាចិនអាចមានអំណាចដាក់អាណានិគមត្រួតត្រាទៅលើតំបន់មួយចំនួនដូចជាតំបន់អូសេអានីនិងផ្នែកខ្លះនៃទ្វីបអាមេរិកហើយសប្តាហ៍ថ្ងៃនេះភាសាចិនប្រហែលជាត្រូវបាននិយាយពីពេញពិភពលោកហើយប៉ុន្តែបន្ទាប់ពីការស្លាប់របស់ជឹងហឿអធិរាជចិនដែលស្នងរាជគ្រប់គ្រងបន្តបានផ្លាស់ប្ដូរមកគិតគូរជាធំទៅលើបញ្ហានិងកិច្ចការផ្ទៃក្នុងប្រទេសវិញដែលបានបញ្ឈប់ការរុករកដែនសមុទ្រខាងក្រៅទាំងនោះតទៅទៀតដូច្នេះវាបានបង្កើតឱកាសមួយយ៉ាងធំសម្រាប់មហាអំណាចអឺរ៉ុបដែលពួកគេបានចាប់ផ្ដើមបេសកកម្មនិងការដាក់អាណានិគមទៅលើប្រទេសផ្សេងៗហើយទីបំផុតពួកគេបានផ្សព្វផ្សាយភាសាអឺរ៉ុបទៅកាន់ពិភពលោកទាំងមូលដែលមានដូចជាភាសាអង់គ្លេសអេស្ប៉ាញនិងភាសាអារ៉ាប់ជាដើមរួមទាំងសាយភាយនៅឥទ្ធិពលដ៏យូរអង្វែងទៅលើវប្បធម៌និងប្រវត្តិសាស្ត្រពិភពលោក